ចឹងយើងមកសិក្សាវិជ្ជាករមួយទៀតគឺសិក្សាអំពីណានេះយើងអានថាហើយមួយនេះយើងអានបានពីរបងថាអានថាបងថាអានថាណាយើងអានមួយណាក៏បានចឹងលោកគ្រូសន្មតអានថាចឹងយើងសិក្សាអំពីនិងចឹងយើងសិក្សាអំពីនិងហ្នឹងគេប្រើប្រាស់វានៅពេលណាចឹងមុននឹងចង់ដឹងថាគេប្រើប្រាស់វានៅពេលណាយើងមកសិក្សានេះសិនទី1គឺ consonant sounds ចឹង consonant sounds យើងបកជាខ្មែរបកថាសំឡេងជញ្ជាក់ចឹងសំឡេងជញ្ជាក់លោកគ្រូចង់ប្រៀបធៀបទៅភាសាខ្មែរណាយើងមានកខកខងអានេះគេហៅសំឡេងជញ្ជាក់ចឹងមួយទៀតគឺយើងសិក្សាអំពីចឹងយើងអានត្រឹមនេះណាអានតែ vowel ណា vowel យើងបក vowel sounds យើងបកជាភាសាខ្មែរគឺសំឡេងស្រៈអញ្ចឹងសំឡេងស្រៈហ្នឹងបើយើងប្រៀបធៀបភាសាខ្មែរយើងគឺស្រៈអាស្រៈអេស្រៈអីស្រៈអឺរហូតអញ្ចឹងទៅអញ្ចឹងមុននឹងយើងចង់ដឹងថាតើសំឡេងជញ្ជាក់ហើយនឹងសំឡេងស្រៈក្នុងភាសាអង់គ្លេសមានអីខ្លះយើងមើលកន្លែងនេះជាមួយលោកគ្រូណាអញ្ចឹងកន្លែងនេះយើងដឹងហើយបើយើងរាប់ពី A B C D D E F G រហូតដល់ Z យើងហៅតែលំដាប់តួអក្សរភាសាអង់គ្លេសអញ្ចឹងក្នុងលំដាប់តួអក្សរភាសាអង់គ្លេសនេះនៅក្នុងហ្នឹងគេចែកជា2ទី1សំឡេងជញ្ជាក់ហើយនិងសំឡេងស្រៈអញ្ចឹងដើម្បីកុំឲ្យបងអូនពិបាកយល់គឺបងអូនចាំតែសំឡេងស្រៈទៅគឺអក្សរ A E I O U អញ្ចឹងចាំទាំង5តួអក្សរនេះគេចាត់ទុកថាសំឡេងស្រៈក្រៅពីហ្នឹងគឺមាន B C D F G H រហូតដល់ Z ហ្នឹងគេចាត់ទុកវាជាសំឡេងជញ្ជាក់ណាហ្នឹងហើយអញ្ចឹងយើងចាំថាសំឡេងស្រៈមាន A E I O U ក្រៅពីហ្នឹងសំឡេងជញ្ជាក់អូខេអញ្ចឹងយើងចូលមកមួយទៀតគឺ singular noun អញ្ចឹង singular noun នេះបើយើងបកជាភាសាខ្មែរបកថាឯកវចនៈឯកវចនៈនាមចឹងស្អីទៅឯកវចនៈនាមបើយើងស្រួលនិយាយឲ្យស្រួលស្ដាប់វាតែឯកហ្នឹងបានន័យថាមួយហ៎អញ្ចឹងនាមគិតចំនួន1មានន័យថានាមហ្នឹងវាមានច្រើនប៉ុន្តែគេគិតចំនួន1គេហៅថាឯកវចនៈនាមអញ្ចឹងឯកវចនៈនាមគឺនាមទាំងឡាយណាដែលគេគិតចំនួន1ឧទាហរណ៍ជាភាសាខ្មែរបងអូនយល់តិចចុះឧទាហរណ៍យើងបកថាកង់មិននាមហើយយើងថែមពាក្យថា1ទៀតបងអូនសត្វមាន់មួយចុះមាន់មួយឃើញទេអញ្ចឹងមាន់ជានាមអញ្ចឹងថែមពាក្យ1ណាផ្ទះមួយផ្ទះជានាមអញ្ចឹងយើងថែមពាក្យ1ប៉ុន្តែផ្ទះវាមានច្រើនខ្នងទៅទៀតណាអញ្ចឹងភាសាទៀតណាអញ្ចឹងsingular noun បកជាខ្មែរថាឯកវចនៈនាមមានន័យថានាមទាំងឡាយណាដែលគេគិតចំនួនវាមួយឧទាហរណ៍កង់មួយមាន់មួយផ្ទះមួយគេចាត់ទុកវាជា singular noun ណាអាហ្នឹងវាបែបហ្នឹងអញ្ចឹងក្នុងភាសាអង់គ្លេសដូចគ្នាដែរអញ្ចឹងដើម្បីប្រើវាបានឧទាហរណ៍ណាយើងនិយាយអង់គ្លេសឧទាហរណ៍យើងកង់អូខេ bike មាន់ hand ណាព្រោះមាន់នេះគេបញ្ជាក់មាន់ឈ្មោះមាន់ញីអញ្ចឹងយើងដាក់ hand ក៏ត្រូវដែរតែឲ្យគេបង house តែបើយើងសរសេរអញ្ចឹងណាយើងអត់ដឹងថានាមហ្នឹងជានាមគិតចំនួន1ឬក៏ចំនួនច្រើនទេភាសាអីទី1វាអត់មានអីនៅពីមុខវាហើយនឹងពីក្រោយវាណាហ្នឹងហើយអញ្ចឹងគេហៅវាគ្រាន់តែនាមធម្មតាទេណាគេហៅវានាមធម្មតាអញ្ចឹងដើម្បីបញ្ជាក់វាថានាមជា singular noun តើតើយើងដាក់ឬក៏តែកន្លែងនេះលោកគ្រូដាក់ឲ្យវាបាយណាអូខេកង់មួយhead ទៅជាមាន់មួយហៅផ្ទះមួយហើយតើយើងថែមចេះបានវាទៅជា singular noun បកថាមួយឥឡូវយើងមើលប្រាប់ពីណាទៀតអញ្ចឹងឧទាហរណ៍លោកគ្រូមានពាក្យ apple
cô miền bia H cô miền bia ice cream nâng ai là cô miền bia orange hay nên chọn cái cứ umbrella ok chẳng đây xa ta khang mục ní dân thuế nhé rồi mấy người cụ tham này chị ấy cái bọn này mới ngày chẳng cái lại nít đầm bây dân chọn lại bao một phái dân ta đặt bị ấy cái an apple an ice cream an orange an umbrella chẳng bọn đăng bật ấy thà bề ná pra an chẳng ấy chẳng những đã thì mùi mà chẳng những pra ở là bề nào bọn những pra ở là bề nào chẳng những pra ở này chẳng pra ở mà so bí so eight nhé anh đang chị ấy cái bọn ní xâm lên cho nhìn nè mình chẳng chẳng những ai vậy mà anh thầm ấy ở pra nơi vì một ekip ổn con số nấn sound cứ hiện tàng lại nó để miên xâm lấy cho nhìn nè nó khánh xâm lên cho nhìn nè ok khánh nhé khánh lên cho nhìn nè cái lại nó là nhưng mà mơ là pi mà đón cứ ơn bộ nâng xâm lấy những cái ôn mơ mất hàng khỏi biết miền A I I O U mình chắc là nâng chia xâm lấy ấy ôn mơ mất đi chia xâm lấy ấy nè A I I O U chia xâm lấy sra chẳng những bộ nâng xâm lấy sra chẳng sẽ đọc dịch đây lần bính ở dương như chút hơn 100 ôn còn 100 thà cái bộ nâng xâm lấy như cái ôn xâm lấy cho nhìn nè xâm lấy cho nhìn nè cứ làm là sợi khác B C D E sorry xâm tốtคือสอ F G A រហូតដល់ Z ហើយក្រៅពីអក្សរទាំង5ខាងក្រោមនេះណាហើយពេលណាយើងប្រើ earn នៅពេលដែលយើងប្រើបូកជាមួយនឹងសំឡេងស្រាក់មានពាក្យអក្សរអីខ្លះគឺមានអក្សរ5គឺ A E I O U